Yulin's parents work as rice farmers in Cambodia during the rainy season. When dry months come, they sell fruit and snacks along the road. Every day after school, Yulin and her sister help them work. Even though the family doesn't have much, they have prioritised their daughter's education. Yulin was in Room to Read's Girls' Education programme for 6 years and recently graduated. Her older sister went on to college and her younger sister will graduate 12th grade soon. But many girls in this community struggle to get a quality education. In Cambodia, half of young girls are child labourers instead of students. ខ្ញុំជាកុមារីម្នាក់ដែលរស់នៅក្នុងសហគមន៍របស់ខ្ញុំក៏ដូចជានៅក្នុងសាលារៀនខ្ញុំសង្កេតឃើញថាកុមារីនៅក្នុងសហគមន៍របស់ខ្ញុំភាគច្រើនគឺគាត់ឈប់រៀនត្រឹមថ្នាក់អនុវិទ្យាល័យដោយសារតែគាត់ជួបនៅកត្តាជាច្រើនដូចជាទី1គឺដោយសារតែកត្តាខ្លួនគាត់ដោយសារតែគាត់ជាមនុស្សម្នាក់ដែលរៀនមិនសូវពូកែមិនសូវយកចិត្តទុកដាក់នៅក្នុងការសិក្សារៀនសូត្រដែរហើយដោយសារតែមួយទៀតគឺកត្តាជុំវិញខ្លួនគាត់មិត្តភ័ក្តិក៏ដូចជាឪពុកម្ដាយនៅជិតខាងមិនមានការលើកទឹកចិត្តទៅដល់គាត់មិនមានការជំរុញទៅដល់គាត់ពួកគាត់តែងតែគិតថាការសិក្សារៀនសូត្រវាចំណាយពេលច្រើនហើយអត់ប្រយោជន៍ខាត់បងនៅពេលវេលាថែមទៀតផង Like the rest of the country, Yulin's community still feels the effects of the Khmer Rouge regime, a time when nearly all educated people were killed. នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យដែលហៅថារបបខ្មែរក្រហមនោះបានសម្លាប់រំគាលប្រជាពលរដ្ឋជាច្រើននៅក្នុងប្រទេសកម្ពុជាដែលនៅក្នុងនោះក៏មាននៅនិស្សិតបញ្ញវន្តមន្ត្រីរាជការនិងអ្នកចេះដឹងចឹងនៅពេលដែលរបបនេះរលត់ផុតទៅក៏យើងទទួលរងនូវបញ្ហាមួយគឺខ្វះធនធានមនុស្សដើម្បីបណ្ដុះបណ្ដាលដល់មនុស្សជំនាន់ក្រោយ By providing girls with positive role models and life skills, Room to Read's Girls' Education programme is helping girls confidently enter into Cambodia's workforce with agency over their lives. ខ្ញុំអាចជួយគ្រប់គ្រងកុមារីតាមរយៈសមាជិកភាពដែលមាន4ទី1តាក់ទងនឹងការបង្រៀនបំណិនជីវិតទី2តាក់ទងនឹងការអប់រំណែនាំទី3តាក់ទងនឹងសិក្ខាសាលាអាណាព្យាបាលគឺមិនអាចរៀនបន្តរហូតដល់ថ្នាក់ទី12បានទេមិនដូចខ្ញុំទេខ្ញុំរៀនបានតិចខ្ញុំខំតស៊ូឲ្យកូនស្រីខ្ញុំរៀនបានច្រើនព្រោះគាត់ថាការរៀនបានច្រើនហ្នឹងគឺវាល្អកិច្ចការអីក៏វាបានលឿនគាត់គឺជាមនុស្សម្នាក់ដែលចូលចិត្តចែករំលែកបទពិសោធន៍តែគាត់មានទៅកាន់អ្នកនៅក្នុងសហគមន៍ដូចជាក្មេងៗគាត់តែបង្រៀនក្មេងៗពីអ្វីដែលគាត់ចេះឲ្យក្មេងៗមានចំណេះដឹងដូចជាគាត់ឲ្យមានភាពក្លាហានមានការប្រស័យតាក់ទងដូចជាគាត់ខ្ញុំសូមផ្ដាំផ្ញើទៅកាន់បងប្អូនជំនាន់ក្រោយឲ្យបង្កើតទំនាក់ទំនងល្អជាមួយនឹងមនុស្សនៅជុំវិញខ្លួននិងធ្វើជាគំរូល្អទៅកាន់បងប្អូនជំនាន់ក្រោយទៀត Room to Read's Girls' Education programme has educated more than 13,000 girls in Cambodia, with many more to come. Thanks to game changers like you.